បាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃដែលខ្ញុំបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីម្ដងទៀតហើយនៅក្នុងគ្លីបវីដេអូចំណេះដឹងនេះដែរខ្ញុំចង់ធ្វើការបង្ហាញបងប្អូននឹងពីរបៀបប្រើប្រាស់កម្មវិធី Wi-Fi Map ដើម្បីទៅមើលលេខកូដសម្ងាត់បាទ Wi-Fi របស់អ្នកដទៃបាទចំពោះកម្មវិធីមួយនេះវាមានសមត្ថភាពណាស់ទៅ hack លេខកូដ Wi-Fi របស់អ្នកជិតខាងអីទេគាត់ថាមានកន្លែងណា free Wi-Fi ទើបវាមានសមត្ថភាពបញ្ជូនលេខកូដសម្ងាត់បាទ Wi-Fi ទាំងនោះចូលមកក្នុងកម្មវិធីមួយនេះឲ្យបងប្អូនឃើញអញ្ចឹងទៅបងប្អូនធ្លាប់ចូលទៅញ៉ាំបាយញ៉ាំកាទៀវញ៉ាំកាហ្វេនៅហាងណាបងប្អូនតែងតែសង្កេតឃើញថាហាងទាំងអស់ហ្នឹងនៅបិទនៅអញ្ចឹងគេដាក់ថា free Wi-Fi ប៉ុន្តែ Wi-Fi ដែល free ហ្នឹងក៏តម្រូវបងប្អូនធ្វើការបញ្ចូលលេខកូដសម្ងាត់ដែរអញ្ចឹងគេតែងតែបិទលេខកូដសម្ងាត់ហ្នឹងនៅខាងក្រៅមកអញ្ចឹងទៅឬមួយក៏គេដាក់ជាទាំង QR code ដើម្បីបងប្អូនធ្វើការ scan ទៅបងប្អូនធ្វើការប្រើ Wi-Fi ទាំងនោះបានណាបាទអញ្ចឹងកម្មវិធីមួយនេះបើសិនជាបងប្អូនបាទនៅចិត្តអីបងប្អូនមិនចង់ចូលបាទហាងទាំងអស់ហ្នឹងបងប្អូនគាត់ទៅនៅចិត្តបងប្អូនអាចធ្វើការប្រើ Wi-Fi ទាំងអស់នោះ free បានណាបាទឥឡូវខ្ញុំសូមធ្វើការបបាយកាមេរ៉ាបន្តិចដើម្បីបង្ហាញបងប្អូនពីរបៀបប្រើប្រាស់កម្មវិធី Wi-Fi Map នេះនៅលើសាប់ដៃនេះតែម្ដងបងប្អូនណាបាទជាដំបូងបងប្អូនត្រូវតែធ្វើការបាទ download ឬក៏ដំឡើងកម្មវិធី Wi-Fi Map នេះមកសិនណាបាទអញ្ចឹងបងប្អូនចូលមកកម្មវិធី Play Store មកបាទចូលមក Play Store បាទរួចហើយបងប្អូនរកមើលខាងក្រោមផុតខាងស្ដាំដៃបងប្អូននឹងឃើញនិមិត្តសញ្ញាកៅយិត្តគេដាក់ថា search បាទរួចចុចពីលើពីថា search ហ្នឹងមកពេលដែលបងប្អូនចុចពីលើ search បងប្អូននឹងស្រឡឹងមើលខាងលើវិញម្ដងណាបាទបងប្អូននឹងឃើញកៅយិត្តគេដាក់ថា search បាទ app and game ចុចមកបាទរួចហើយបងប្អូនសរសេរមកណាបាទ Wi-Fi ដក clear មកបាទ map នេះ Wi-Fi បែបនេះបាទសេបែបនេះមករួចហើយបងប្អូនចុច search មកណាបាទពេលដែលបងប្អូនចុច search ពីលើពាក្យថា Wi-Fi map បងប្អូននឹងឃើញកម្មវិធី Wi-Fi ជាច្រើនណាបាទអញ្ចឹងខ្ញុំរៀប comment បងប្អូនយកកម្មវិធីមួយនេះដែលមាននិមិត្តសញ្ញាបែបនេះហើយគេដាក់ថាបាទ Wi-Fi map internet ESIM បាទរួចហើយបងប្អូនចុចបន្ទាប់ពីលើហ្នឹងមកពេលដែលបងប្អូនចុចបន្ទាប់មកបើសិនជាបងប្អូនអត់ទាន់បានធ្វើការបាទដំឡើងទេបងប្អូនចុចលើពាក្យថា install មកឧទាហរណ៍ថាបងប្អូនអត់ទាន់បានធ្វើការដំឡើងបងប្អូននឹងចេញទម្រង់បែបនេះបាទ install អញ្ចឹងណាបាទអញ្ចឹងពេលបងប្អូនចុចពាក្យថា install ហើយបាទវាលោតពី 1% ដល់ 100% បងប្អូននឹងឃើញបាទទម្រង់បែបនេះអញ្ចឹងបើសិនជាបងប្អូនឃើញទម្រង់បែបហ្នឹងបងប្អូនមករកនៅក្នុងកម្មវិធីសម្រាប់បងប្អូនមកណាបាទនេះកម្មវិធីមួយនេះបាទទម្រង់បែបនេះបាទគេដាក់ថា Wi-Fi map រួចហើយចុចបន្តលើហ្នឹងមកបាទចំពោះកម្មវិធីមួយនេះតម្រូវបងប្អូនធ្វើការបាទបញ្ចូល Gmail មួយដែរណាបាទពេលដែលបងប្អូនចុចមកថ្មីបងប្អូនយកខាងលើនេះគេដាក់ថាបាទ continue បាទ with បាទ Google អញ្ចឹងពេលបងប្អូនចុចទៅចូលទៅក្នុង Gmail បងប្អូនណាបាទនេះគេឲ្យបងប្អូនធ្វើការជ្រើសរើស Gmail នេះបាទអញ្ចឹងខ្ញុំសូមយក Gmail មួយណាដែលអត់សំខាន់បាទខ្ញុំអត់យក Gmail ណាសំខាន់ទេអញ្ចឹងបើសិនជាបងប្អូនមានតែ Gmail មួយហើយ Gmail បងប្អូនសំខាន់បងប្អូនគួរតែធ្វើការបង្កើត Gmail ថ្មីមួយទៅដើម្បីបាទមកដាក់នៅក្នុងកម្មវិធីមួយនេះណាបាទអញ្ចឹងសូមរើស Gmail មួយនេះបាទរួចហើយចុច OK លើវាប្រងតែបាទឲ្យស្គាល់ Gmail មួយហ្នឹងណាបាទរួចហើយចុច Continue មកបងប្អូនធ្វើការរងចាំបន្តិចបាទវាកំពុងដើរទៅហើយបងប្អូនបាទអញ្ចឹងតម្រូវបងប្អូនធ្វើការចុចដូចជា4ទៅ5ដងណាបាទទំនំចូលទៅដល់កន្លែងបាទ Wi-Fi ណាបាទកន្លែងទៅមើលលេខកូដសម្ងាត់ Wi-Fi របស់ហាងរបស់ក្រាស់សាំងឬក៏បាទតាមម៉ាតតាមអីចឹងណាបាទអញ្ចឹងមានសមត្ថភាពប៉ុណ្ណឹងប៉ុន្តែបើសិនជាWi-Fi របស់អ្នកជិតខាងអីអត់បានទេណាបាទរួចហើយបងប្អូននេះចុចកន្លែងខាងលើហ្នឹងមកនេះបាទបងប្អូនយកខាងលើហ្នឹងមកនេះអញ្ចឹងមានអក្សរមួយជួរហ្នឹងណាអញ្ចឹងបងប្អូនចុចកន្លែងពាក្យថាបាទនាមីហ្នឹងមកបងប្អូនបាទចុចតបមករួចហើយបងប្អូនចុចពាក្យថាបាទallow
allow login ជាស្រ័យ allow location ណាបាទអញ្ចឹងគេដាក់ថា allow location ពេលបងប្អូនចុចពីលើពាក្យថា name ហើយវានឹងចេញពាក្យថាបាទ allow location នេះបាទចុចមកពេលនោះឲ្យតម្រូវបងប្អូនធ្វើការបើក location មួយបងប្អូនយកខាងលើហ្នឹងមកនេះបាទយកខាងលើ port ហ្នឹងណារួចហើយបងប្អូនយកខាងនៅខាងលើហ្នឹងទៀតណាបាទអញ្ចឹងចុចយកកម្មវិធីមួយនេះទៀតដើម្បីបាទបញ្ជូនទៅមកតង់រួចចុច continue មកបាទរួចហើយបងប្អូនយកកម្មវិធីខាងលើនឹងមួយទៀតនេះបាទមានសញ្ញាកាបូបនេះបាទចុចតបមករួចចុច continue បាទរួចហើយបងប្អូនយកសញ្ញា file នេះគេដាក់ថាបាទ auto connect អញ្ចឹងបងប្អូនចុចមករួចចុច continue ទៀតបាទរួចហើយបងប្អូនចុចកន្លែងដូចជា missile នេះបាទចុច continue ទៀតមកបាទពេលនោះកម្មវិធីដែលបងប្អូនធ្វើការបើកហ្នឹងចំនួន4បាញ់មិញគឺរត់ដោយអូតូនេះបាទចាំបងធ្វើការរងចាំតិចសិនទៅបាទមកដល់តម្រុំនេះបងប្អូនបន្តលេងណាបាទអញ្ចឹងតើតើវាពាណិជ្ជកម្មចប់នេះពាណិជ្ជកម្មចប់អញ្ចឹងណាពាណិជ្ជកម្មចឹងហើយបងប្អូនបាទបន្តចុចវាទៀតចាំមើលសិននេះបាទតើរត់ខ្លួនឯងនេះបងប្អូនចុចសញ្ញាកូននេះអញ្ចឹងបងប្អូនទុកមកស្ទុះសិនបាទតើលេងទៅមុខអញ្ចឹងទៅបងប្អូនចុចសញ្ញាកូនពឹបមកបងប្អូនបាច់ចុចកន្លែង continue ហ្នឹងណាបាទចុចសញ្ញាកូននេះបាទនេះបងប្អូនបានជោគជ័យហើយមកដល់ត្រង់ហ្នឹងគឺជោគជ័យតែម្ដងបាទហើយមកដល់នេះបងប្អូនធ្វើការបាទឆែកលេខកូដសម្ងាត់ Wi-Fi របស់ហាងដែលនៅជិតផ្ទះបងប្អូនសាកល្បងមើលទៅប៉ុន្តែភាគរយយកបានភាគរយដែលថាបងប្អូនឃើញលេខកូដសម្ងាត់ឬក៏ឃើញឈ្មោះ Wi-Fi ហើយភាគរយតែបងប្អូនលេងបានគឺមានត្រឹមតែ 70% ទេបាទអញ្ចឹងវាមិនបានទាំងអស់ទេណាបាទឧទាហរណ៍ដូចថាបងប្អូនចូលមកបាទនេះតម្រុំបងប្អូននេះជាកន្លែងបាទគោលដៅបងប្អូនណាបាទអញ្ចឹងបើសិនយើងបងប្អូនបាទនៅខាងមុខអីចឹងបងប្អូនកលេចមើលនេះទាំងអស់ហ្នឹងសិតជា Wi-Fi នេះអញ្ចឹង QQ ហ្នឹងណាបាទ QQ ហ្នឹងបងប្អូនទៅតែ Wi-Fi ទេឧទាហរណ៍ថាខ្ញុំមកកន្លែង stop ចកាដូងចុះបាទ stop នេះគេដាក់ថាផ្លូវសាលាចំការដូងអញ្ចឹងឧទាហរណ៍ខ្ញុំមកកន្លែងនឹងលេងអញ្ចឹងទៅខ្ញុំត្រូវការលេង Wi-Fi មួយនេះបាទអញ្ចឹងបងស៊ូមមួយចិត្តមកនឹងឃើញបាទ Wi-Fi នេះរួចផ្ទះអញ្ចឹងណាបងប្អូនជួយផ្ទុកមកនេះគេដាក់ថា home Wi-Fi នេះបាទអញ្ចឹងមិនមែនឈ្មោះ home Wi-Fi ហ្នឹងទេគាត់ថាផ្ទះ Wi-Fi ប៉ុន្តែឈ្មោះ Wi-Fi ហ្នឹងគឺនៅខាងក្រោមនេះបងប្អូន scroll មកនេះឈ្មោះគេនេះឈ្មោះ Wi-Fi ហ្នឹងឈ្មោះហ្នឹងណាបាទរួចបងប្អូនយកលេខកូដសម្ងាត់ឬក៏ password ហ្នឹងនេះបងឃើញសញ្ញាកូនសោនេះអញ្ចឹងពេលដែលបងប្អូនទៅចិត្តអីចឹងទៅឃើញឈ្មោះហ្នឹងបងប្អូនយកលេខកូដសម្ងាត់ហ្នឹងវាចូលទៅបងប្អូនលេងបានហើយបាទអញ្ចឹងងាយស្រួលទេបងប្អូនបើសិនជាបងប្អូនទៅទាំងណារៀងឆ្ងាយទៀតបងប្អូនធ្វើការបាទឧទាហរណ៍ថាបងប្អូនមកដល់ចំមុះជ្រូកមកដល់កន្លែងសាទំនើបអីចឹងណាបាទអត់មានលុយអត់មានអីចឹងបងប្អូនបាទធ្វើការយកលេខកូដបាទ Wi-Fi គេទៅនេះបងប្អូនចង់លេង Wi-Fi មួយនេះបងប្អូនចុចប៉កមកហើយមាន Wi-Fi ខ្លះគេតម្រូវបងប្អូនធ្វើការបាត់បង់លុយដែរបាទគេអត់បើកលេខកូដសម្ងាត់ឲ្យទេតែបងប្អូនបង់លុយអញ្ចឹងទៅប៉ុន្តែមានភាគតិចបាទមានភាគតិចឥឡូវសាកចូល Wi-Fi ផ្សេងទៀតមើលនេះ Wi-Fi មានច្រើនបងប្អូនសំខាន់បងប្អូននៅចិត្តណាបាទនៅចិត្តតើតើបើកទៅឃើញបាទ Wi-Fi អញ្ចឹងទៅទើបយកលេខកូដសម្ងាត់បានលេងបានអញ្ចឹងបញ្ចូលលេខកូដសម្ងាត់ហ្នឹងទៅបាទបើសិនយើងបងប្អូននៅឆ្ងាយពេកក៏បានដែរឥឡូវសាកចូលកន្លែងចិត្តដែលខ្ញុំរស់នៅនេះអញ្ចឹងសម្គាល់កន្លែងបងប្អូនគឺបាទពណ៌លឿងនេះមានសញ្ញាពណ៌សនៅខាងក្នុងអញ្ចឹងណាអញ្ចឹងចុចតុកសាកមើលនេះលេងបានតែ home Wi-Fi អញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនបើកទៅវាឃើញឈ្មោះនេះ Wi-Fi ហ្នឹងអញ្ចឹងមានភាគរយច្រើនពេលបងប្អូនបើកហើយនេះលេខកូដសម្ងាត់ឬក៏ password ហ្នឹងបងប្អូនធ្វើការវាយតាមហ្នឹងមកបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ទាំងអស់គ្នាបងប្អូនណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមិនឃ្លីបវាបងប្អូនទៅក៏សូមជូនពរជូនចៃដងបងប្អូនបាទរកទទួលទីមិនបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលុះខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពេលនេះដែរខ្ញុំបាទក៏សូមអរគុណការជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទបាយបាយ